វេលីតាគឺជាអគារបដិសណ្ឋារកិច្ចមួយដែលស្ថិតនៅក្នុងបណ្ដុំនៃសណ្ឋាគារដ៏ច្រើនក្នុងខេត្តសៀមរាបហើយវេលីតានេះផងដែរភាសាសំស្ក្រឹតដែលមានន័យថាជាទឹករលកហើយវេលីតាជាក់ស្ដែងគឺមានទីតាំងបែរទៅទិសខាងលិចដ៏ច្រើនរហូតដល់ទៅ45ទៅ50%អញ្ចឹងកម្ដៅដែលបែរទៅទិសខាងលិចនេះគឺកម្ដៅក្តៅខ្លាំងអញ្ចឹងយើងចាប់ផ្ដើមគិតថាតើយើងគួរយក concept អ្វីមកបញ្ចូលនៅក្នុងគម្រោងមួយនេះភូមិសាស្ត្រក្រុងសៀមរាបទាំងមូលគឺជាទីតាំងដែលល្អតាំងពីសម័យបុរាណនៅខាងលើក្រុងសៀមរាបយើងមានភ្នំហើយនៅខាងក្រោមសៀមរាបគឺយើងមានបឹងទន្លេសាបដ៏ធំអញ្ចឹងវាធ្វើឲ្យចរន្តទឹកនឹងគឺឆ្លងកាត់ក្រុងទាំងមូលសៀមរាបយើងគឺជាទីក្រុងបែបវប្បធម៌អញ្ចឹងធ្វើឲ្យវិស័យទេសចរណ៍មានកំណើនជារួមវេលីតាយើងគិតពីភាសាសំស្ក្រឹតគឺមានន័យថារលកទីតាំងវេលីតានេះជាក់ស្ដែងគឺនៅខាងត្បូងក្រុងសៀមរាបតែវានៅក្នុងក្រុងនេះពេលដែលយើងចាប់ផ្ដើមសិក្សាពីគម្រោងហូតែលគឺនៅតំបន់ដែលមានហូតែលច្រើនគឺមានន័យថាយើងគឺត្រូវប្រកួតប្រជែងហើយអញ្ចឹងធ្វើឲ្យយើងឃើញថាតើយើងនឹង design យ៉ាងម៉េចដើម្បីបានចំណែកទីផ្សារតើយើង design យ៉ាងម៉េចឲ្យទាក់ទាញតើយើង design យ៉ាងម៉េចដើម្បីឲ្យមានការគ្រប់គ្រងទាំងដែលផ្លូវនឹងគឺជាផ្លូវដែលមានហូតែលដ៏ច្រើនអានឹងគឺជាចំណោទដែលយើងត្រូវយកមកដោះស្រាយហើយមួយវិញទៀតដែលយើងយកមកសិក្សាគម្រោងនេះវាមានរាងជាពហុកោណច្រើនជ្រុងមិនមែនជាការ៉េមិនមែនជាចតុកោណអញ្ចឹងយើងគិតថាតើយើងគួរយក concept អ្វីមក apply ឲ្យស័ក្តិសមនឹងរាងដីដូចនេះដែរហើយជារួមយើងបានសិក្សាទៅឃើញថា concept goal ដែលយើងយកមកបំផុសសម្រាប់គម្រោងនេះស័ក្តិសមនឹងគម្រោងសត្វជាកម្មចឹងហើយបានជាយើងដកយកទម្រង់សត្វជាកម្មមក apply នៅក្នុងអគារនឹងទាំងមូលដែលនៅក្នុងនោះគឺយើងមាន3ផ្នែកសំខាន់ផ្នែកកណ្ដាលគឺជាទូខ្លួននៃសត្វជាកម្មហើយផ្នែកឆ្វេងស្ដាំគឺជាស្លាបឆ្វេងស្ដាំរបស់សត្វជាកម្មផែននេះយើង design របៀប privacy អញ្ចឹងនៅក្នុងគម្រោងទាំងមូលគឺយើងបិទមានខ្លងទ្វារសម្រាប់ភ្ញៀវចូលតែមួយទេដោយសារតែយើងធ្វើអត់ឲ្យអ្នកនៅខាងក្រៅនោះជិះកាត់ទៅរំខានដល់ភ្ញៀវនៅខាងក្នុងអញ្ចឹងនៅក្នុងនេះដែរ flow នៃភ្ញៀវគឺយើងមានច្រកចូលបន្ទាប់មកយើងមាន lobby ហើយនៅខាងឆ្វេងដៃគឺយើងមាន restaurant មួយ
ហើយនៅខាងស្ដាំដៃគឺយើងមានបន្ទប់ប្រជុំហើយនៅពីមុខបានយើងមានអាងទឹកប៉ុន្តែយើងកាត់ space ទាំងអស់នោះគឺត្រូវបានបែងចែកច្បាស់លាស់មានន័យថា restaurant គឺយើងនៅ indoor ហើយនៅខាងបន្ទប់ប្រជុំគឺយើងត្រូវដើរឆ្លងទៅម្ខាងទៀតហើយនៅខាងអាងទឹកគឺយើងមាន partition មួយផ្ទាំងហើយយើងមានសួនបានទៅដល់អាងទឹកអញ្ចឹងមានន័យថាផ្នែកទាំង3ហ្នឹងគឺយើងត្រូវបានកាត់ privacy រៀងៗខ្លួនអញ្ចឹងអត់ឲ្យភ្ញៀវនៅ lobby រំខានភ្ញៀវ restaurant អត់ឲ្យភ្ញៀវ restaurant រំខានភ្ញៀវនៅអាងទឹកអត់ឲ្យភ្ញៀវនៅអាងទឹករំខានភ្ញៀវទៅ restaurant ឬនៅ lobby ផ្នែកទាំងអស់ហ្នឹងគឺយើងត្រូវឲ្យ privacy ដុំពីគ្នាដាច់ពីគ្នាបើយើងគិតពីជាន់នីមួយៗគ្រប់បន្ទប់ suite និងបន្ទប់ family គឺនៅស្លាប់សងខាងព្រោះយើងមាន space ធំហើយនៅមួយទៀតស្លាប់សងខាងរបស់យើងអត់ចាំបាច់ខ្ពស់ទេព្រោះស្លាប់សងខាងរបស់យើងគឺជាន់ក្រោមគឺជាបន្ទប់ចក្រានបាយហើយនៅបន្ទប់ទឹកហើយនៅ spa អញ្ចឹងយើងអត់ត្រូវការខ្ពស់ទេអញ្ចឹងយើងត្រូវការលើlobby ឲ្យខ្ពស់ហើយស្លាប់សងខាងយើងទម្លាក់អញ្ចឹងយើងចំណេញទាំងសោភ័ណភាពចំណេញទាំងកម្ពស់ជាន់ដែលយើងបានប្រើអាហ្នឹងជាគោលគំនិតដែលយើងយកមក design តប់កម្ដៅមានន័យថានៅពេលដែលយើងអាចតប់កម្ដៅបានគឺយើងអាចសន្សំចែកធម្មពលបានហើយកុំឲ្យការប្រើប្រាស់អ៊ីស្នីច្រើនអញ្ចឹងនៅក្នុងនោះគឺយើងមានលេខគ្នាចម្បងពីរទី1គឺយើងមានអញ្ចឹងអានេះមកផ្ទាំងគឺយើងមានសួនរុក្ខជាតិទៅតាមនឹងដែរយើងមានរុក្ខជាតិរួចហើយបានយើងមាន partition បាំងរួចហើយបានយើងមានផ្លូវដែរអញ្ចឹងបានន័យថារុក្ខជាតិវាជួយតប់កម្ដៅមួយហើយអាកន្លែងបន្លោះចំហហ្នឹងគឺយើងតប់កម្ដៅមួយទៀតអញ្ចឹងពេលដែលកម្ដៅឆ្លងកាត់អានេះគឺ flow ទាំងអស់ហ្នឹងត្រូវបានខ្យល់ហ្នឹងវាយចេញមកវិញអញ្ចឹងទិសដៅខ្យល់ដែលចេញមកវិញគឺមានប្រមាណកន្លែងធំអញ្ចឹងមានអានេះទី1អានេះទី2អានេះទី3និងអានេះមួយទៀតទី4អញ្ចឹងគ្រប់កម្ដៅពេលដែលវាចូលអញ្ចឹងអា flow ទាំងអស់ហ្នឹងរុញកម្ដៅចេញដល់ពេលដែលរុញកម្ដៅចេញអញ្ចឹងកម្ដៅវាអាចនឹងទៅបានច្រើនចេញបានច្រើនហើយនៅមួយទៀតយើងមានអញ្ចឹងបន្ទប់មួយទៀតអញ្ចឹងពេលដែលយើងមានអញ្ចឹងបន្ទប់នេះមួយទៀតអញ្ចឹងមានន័យថាកម្ដៅដែលឆ្លងកាត់អគារដែលចូលក្នុងអគារហើយហ្នឹងត្រូវបានបន្ថយរហូតដល់ទៅ 90% អញ្ចឹងវាធ្វើឲ្យនៅក្នុងបរិយាកាសបន្ទប់ទាំងមូលនោះត្រជាក់ហើយនៅមួយទៀតអាចសន្សំចាយធម្មពលអគ្គិសនីនឹងបានសរុបជារួមមកក្នុងការរចនាអគារបដិសណ្ឋាកិច្ចមួយនេះគឺចង់ឲ្យអ្នកប្រើប្រាស់ទទួលបាននៅអារម្មណ៍ថ្មីប្លែកបែបរ៉ូមែនទិកកក់ក្ដៅនិងបទពិសោធន៍ថ្មីនៅក្នុងអគារមួយនេះអគារបដិសណ្ឋាកិច្ចត្រូវទៅជាអគារដែលមានបូកចូលទាំងសិល្បៈបូកចូលទាំងធម្មជាតិហើយនិងវប្បធម៌នៅក្នុងតំបន់នីមួយៗយកមកប្រើប្រាស់